ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មថ្មីដ៏ធំទូលាយមួយដែលត្រូវបានគេស្គាល់ថាជាពន្ធទៅវិញទៅមកនៅក្រោមគោលនយោបាយនេះសហរដ្ឋអាមេរិកត្រូវបានកំណត់ឲ្យដាក់ពន្ធលើមូលដ្ឋានជាសកលចំនួន 10% លើទំនិញនាំចូលស្ទើរតែទាំងអស់ជាមួយនឹងការកំណត់គោលដៅនៃអត្រាខ្ពស់ជាងលើក្រមនៃ57ប្រទេសដែលចោទប្រកាន់ថាដាក់ពន្ធខ្ពស់និងរបាំងមិនមែនពន្ធផ្សេងទៀតលើផលិតផលសហរដ្ឋអាមេរិកសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចទាំងនេះដែលបានឃើញអត្រាពន្ធដ៏ចោទគឺមិនខុសពីម៉ាឡេស៊ីទេនេះគឺជាក្រាហ្វស្ដីពីអត្រាពន្ធទៅវិញទៅមកដែលអនុវត្តដោយរដ្ឋបាលរបស់ត្រាំនៅទីនេះអ្នកអាចមើលឃើញថាប្រទេសម៉ាឡេស៊ីបានឃើញអត្រាដែលត្រូវបានជំរុញដោយរដ្ឋបាលត្រាំលើសពី 24% នោះធ្វើឲ្យពួកគេស្ថិតក្នុងអត្រាដូចគ្នាជាមួយនឹងប្រទេសដូចជាប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងក្នុងអត្រាពន្ធនេះអត្ថបទព័ត៌មានជាច្រើនបានរាយការណ៍រួចហើយថាអ្នកសេដ្ឋកិច្ចនិងអ្នកស្ថាប័នមួយចំនួនបាននឹងកំពុងកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីសម្រាប់ឆ្នាំ 2025 ឧទាហរណ៍ធនាគារវិនិយោគ RHB បានកែប្រែកំណើន GDP របស់ប្រទេសម៉ាឡេស៊ីធ្លាក់ចុះមកត្រឹម 4.5% ពីការព្យាករណ៍ពីមុន 5% ក្នុងឆ្នាំ 2025 ខណៈពេលដែលមានភាពខុសគ្នាមួយចំនួនម៉ាឡេស៊ីនឹងឃើញកំណើនយឺតក្នុងប៉ុន្មានឆ្នាំខាងមុខប៉ុន្តែកំណើន GDP មិនប្រាប់យើងពីរឿងទាំងមូលទេវាពិតជាមិនប្រាប់យើងថាតើសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីអាក្រក់ប៉ុណ្ណានឹងត្រូវបានរងផលប៉ះពាល់ដោយពន្ធគយរបស់លោកត្រាំនោះទេដូច្នេះតើអ្វីជាផលប៉ះពាល់ដែលអាចកើតមាននៃពន្ធគយទាំងនេះអញ្ចឹងតោះបំបែកវាម្ដងមួយមុនពេលយើងយល់ពីផលប៉ះពាល់នៃពន្ធនាំចូល 24% របស់សហរដ្ឋអាមេរិកលើទំនិញម៉ាឡេស៊ីយើងត្រូវតែពិនិត្យយ៉ាងជិតស្និទ្ធអំពីទំនាក់ទំនងពាណិជ្ជកម្មរបស់ម៉ាឡេស៊ីជាមួយនឹងសហរដ្ឋអាមេរិកតើនេះមានន័យយ៉ាងណានោះយើងត្រូវយល់ថាតើប្រទេសម៉ាឡេស៊ីពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកកម្រិតណាផលិតផលប្រភេទណាដែលត្រូវបានលក់និងថាតើទីផ្សារសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ចរួមរបស់ប្រទេសម៉ាឡេស៊ីដើម្បីឲ្យយើងយល់នោះសូមទាញក្រាហ្វលើទីផ្សារនាំចេញដ៏ធំបំផុតរបស់ម៉ាឡេស៊ីនៅទីនេះលើក្រាហ្វអ្នកអាចមើលឃើញថាសហរដ្ឋអាមេរិកមិនត្រឹមតែជាទីផ្សារនាំចេញតូចមួយសម្រាប់ម៉ាឡេស៊ីប៉ុណ្ណោះទេពួកគេគឺជាប្រទេសធំទី2សម្រាប់ឆ្នាំ 2024 ដែលរួមចំណែកដល់ទឹកប្រាក់ចំនួន 43.43 ពាន់លានដុល្លារអាមេរិកនោះជា 14% នៃការនាំចេញសរុបរបស់ម៉ាឡេស៊ីសម្រាប់ឆ្នាំនេះប៉ុន្តែការយល់ដឹងអំពីរបៀបដែលការនាំចេញសរុបរបស់ម៉ាឡេស៊ីគឺទៅកាន់សហរដ្ឋអាមេរិកគឺមិនគ្រប់គ្រាន់ដើម្បីបង្ហាញភាពត្រឹមត្រូវនៃសារៈសំខាន់របស់សហរដ្ឋអាមេរិកចំពោះម៉ាឡេស៊ីនោះទេអ្វីដែលនឹងប្រាប់យើងថាតើសហរដ្ឋអាមេរិកមានសារៈសំខាន់ចំពោះម៉ាឡេស៊ីប៉ុណ្ណាគឺនៅពេលដែលយើងពិនិត្យមើលអនុភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំពោះម៉ាឡេស៊ីមូលហេតុដែលរឿងនេះសំខាន់គឺដោយសារអនុភាពពាណិជ្ជកម្មបង្ហាញថាតើអាមេរិកទិញពីម៉ាឡេស៊ីច្រើនជាងការលក់ត្រឡប់ទៅវិញកាលណាអាមេរិកទិញពីម៉ាឡេស៊ីកាន់តែច្រើនប្រាក់ដុល្លារចូលធនាគារកណ្ដាលម៉ាឡេស៊ីក៏កាន់តែច្រើនប្រាក់ដុល្លារទាំងនេះជួយបង្កើតទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសដែលមានសារៈសំខាន់សម្រាប់រក្សាស្ថិរភាពហិរញ្ញវត្ថុជាមួយនឹងទុនបម្រុងដ៏រឹងមាំម៉ាឡេស៊ីអាចការពាររូបិយប័ណ្ណរបស់ខ្លួនគ្រប់គ្រងអតិផរណានិងដោះស្រាយវិបត្តិសេដ្ឋកិច្ចបានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតប្រាក់ដែលរកបានពីការនាំចេញទៅកាន់សហរដ្ឋអាមេរិកមិនគ្រាន់តែជាអត្ថប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេពោលគឺវាពង្រឹងសេដ្ឋកិច្ចទាំងមូលមុនពេលយើងរកមើលក្រាហ្វនៅលើសមតុល្យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសម៉ាឡេស៊ីចូលយើងដឹងជាមុនអំពីចំនួនទុនបម្រុងសរុបដែលម៉ាឡេស៊ីបានបង្កើតនៅទីនេះនៅលើក្រាហ្វអ្នកអាចមើលឃើញថាទុនបម្រុងសរុបរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងជាលំដាប់នៅឆ្នាំ 2023 វាមានចំនួន 113 ពាន់លានដុល្លារដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ហើយជាការពិតប្រសិនបើឥឡូវនេះយើងគូបញ្ជាក់សមតុល្យពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយម៉ាឡេស៊ីនោះយើងឃើញថាសហរដ្ឋអាមេរិកមានឱនភាពជាមួយម៉ាឡេស៊ីជាបន្តបន្ទាប់ឱនភាពនេះគឺជាផ្នែកមួយនៃហេតុផលសម្រាប់ទុនបម្រុងបរទេសរបស់ម៉ាឡេស៊ីជាឧទាហរណ៍នៅឆ្នាំ 2021 វាឈានដល់ជាង 40.9 ពាន់លានដុល្លារដើម្បីបង្ហាញអ្នកពីមូលហេតុសំខាន់នោះសូមយើងប្រៀបធៀបពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសម៉ាឡេស៊ីនៅទីនេះនៅលើក្រាហ្វអ្នកអាចឃើញថាម៉ាឡេស៊ីពិតជាមិនបាននាំចេញទៅប្រទេសចិនបន្ថែមទៀតទេវាផ្ទុយគ្នាពិតប្រាកដចិននាំចេញទៅម៉ាឡេស៊ីច្រើនជាងលទ្ធផលនៃការនេះគឺជាឱនភាពពាណិជ្ជកម្មសម្រាប់ម៉ាឡេស៊ីលុយហូរចេញពីប្រទេសម៉ាឡេស៊ីច្រើនជាងការហូរចូលក្នុងពាណិជ្ជកម្មជាមួយប្រទេសចិន
នោះមានន័យថាម៉ាឡេស៊ីកំពុងចំណាយលើទំនិញរបស់ចិនដូចជាគ្រឿងអេឡិចត្រូនិកគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើមជាជាងចំណូលពីការលក់ទៅប្រទេសចិននិយាយឲ្យសាមញ្ញម៉ាឡេស៊ីទទួលបានប្រាក់ដុល្លារពីអាមេរិកហើយចាញ់ចិននោះហើយជាមូលហេតុដែលទីផ្សារអាមេរិកមានសារៈសំខាន់ណាស់វាជួយធ្វើឲ្យមានតុល្យភាពនៃការខាត់បងពីទំនាក់ទំនងពាណិជ្ជកម្មផ្សេងទៀតនៅពេលដែលម៉ាឡេស៊ីដំណើរការពាណិជ្ជកម្មជាមួយប្រទេសមួយដូចជាសហរដ្ឋអាមេរិកវាបានទទួលរូបិយប័ណ្ណបរទេសដ៏មានតម្លៃគាំទ្រទុនបម្រុងរបស់ខ្លួននិងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានស្ថិរភាពប៉ុន្តែជាមួយប្រទេសចិនពាណិជ្ជកម្មហូរចូលក្នុងទិសដៅផ្សេងដោយបង្កើតការបង្ហូរចេញធនធាននេះគឺជាក្រាហ្វស្ដីពីសមតុល្យពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីនៅទីនេះអ្នកអាចមើលឃើញថាជារៀងរាល់ឆ្នាំពួកគេមានអតិរេកប៉ុន្តែឥឡូវនេះសូមស្រមៃមើលថាតើនឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាមេរិកដកថយវិញភ្លាមៗតាមរយៈការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់អតិរេកនោះចាប់ផ្ដើមធ្លាក់ចុះបន្ទាប់មកម៉ាឡេស៊ីប្រឈមនឹងការប៉ះទង្គិចទ្វេដងប្រាក់ដុល្លារតិចជាងមុនចូលពីសហរដ្ឋអាមេរិកហើយនៅតែលំហូរចេញជាបន្តបន្ទាប់ទៅកាន់ប្រទេសចិនយូរទៅវាអាចដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីពីការធ្លាក់ចុះនៃប្រាក់រីងហ្គីតដល់ការកំណត់ការចំណាយសាធារណៈដល់ការបន្ថយទំនុកចិត្តលើវិនិយោគិនប៉ុន្តែនោះជាផលប៉ះពាល់ដែលអាចកើតមានវាពិតជាមានហេតុផលដ៏ល្អមួយថាហេតុអ្វីបានជាប្រទេសម៉ាឡេស៊ីនឹងមិនរងផលប៉ះពាល់ខ្លាំងនោះទេហើយនោះជាប្រសិនបើយើងប្រៀបធៀបអត្រាពន្ធដែលបានធ្វើឡើងលើម៉ាឡេស៊ីនិងសេដ្ឋកិច្ចអាស៊ីផ្សេងទៀតនៅទីនេះនៅលើក្រាហ្វអ្នកអាចមើលឃើញថាទោះបីជាប្រទេសម៉ាឡេស៊ីនឹងឃើញអត្រាខ្ពស់ 24% ក៏ដោយវាពិតជាប្រទេសមួយក្នុងចំណោមប្រទេសទាបបំផុតក្នុងចំណោមប្រទេសអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ប្រទេសដូចជាថៃចិនវៀតណាមឥណ្ឌូនេស៊ីជាដើមនឹងទទួលបានអត្រាខ្ពស់ជាងម៉ាឡេស៊ីអ្វីដែលអាចមានន័យថាម៉ាឡេស៊ីអាចនៅតែមានការប្រកួតប្រជែងបើធៀបនឹងប្រទេសជិតខាងប្រសិនបើឥឡូវនេះក្រុមហ៊ុនអាមេរិកត្រូវបានបង្ខំឲ្យបង់ពន្ធកាន់តែខ្ពស់លើទំនិញពីប្រទេសដូចជាប្រទេសចិនឬវៀតណាមនោះពួកគេអាចនឹងជ្រើសរើសនៅជាប់ជាមួយអ្នកផ្គត់ផ្គង់ម៉ាឡេស៊ីជំនួសវិញម្យ៉ាងវិញទៀតម៉ាឡេស៊ីក្លាយជាជម្រើសដ៏អាក្រក់បំផុតនៅក្នុងតំបន់ដែលមនុស្សគ្រប់គ្នាកំពុងប្រឈមមុខនឹងរបាំងពាណិជ្ជកម្មខ្ពស់ដូច្នេះអត្រាពន្ធរបស់សហរដ្ឋអាមេរិកប្រហែលជាមិនអាក្រក់សម្រាប់ម៉ាឡេស៊ីទេតាមពិតអ្នកខ្លះអាចប្រកែកថាវាអាចនាំទៅរកវិនិយោគិនបរទេសខ្ពស់ជាងប៉ុន្តែជាការពិតណាស់ដោយសារតែឥទ្ធិពលនៃការកំពប់នៃពន្ធគយទៅវិញទៅមករបស់លោកត្រាំលើប្រទេសជាច្រើនអត្រាកំណើនសេដ្ឋកិច្ចទាំងមូលរបស់ម៉ាឡេស៊ីអាចនឹងកាន់តែធ្លាក់ចុះនោះដោយសារតែលំហូរពាណិជ្ជកម្មសកលត្រូវបានតភ្ជាប់នៅពេលដែលប្រទេសនានាដូចជាចិនវៀតណាមនិងថៃដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ម៉ាឡេស៊ីទទួលរងការយកពន្ធកាន់តែខ្ពស់សេដ្ឋកិច្ចរបស់ពួកគេនឹងចុះខ្សោយហើយប្រសិនបើតម្រូវការរបស់ពួកគេសម្រាប់ទំនិញម៉ាឡេស៊ីធ្លាក់ចុះម៉ាឡេស៊ីនឹងនៅតែមានអារម្មណ៍ថាមានការធ្លាក់ចុះបើទោះបីជាពន្ធផ្ទាល់ខ្លួនរបស់ពួកគេមិនខ្ពស់ក៏ដោយឥឡូវនេះសូមនិយាយអំពីមូលហេតុដែលប្រទេសម៉ាឡេស៊ីមិនទទួលបានអត្រាពន្ធខ្ពស់បែបនេះបើប្រៀបធៀបទៅនឹងវៀតណាមចិនថៃនិងឥណ្ឌូនេស៊ីហេតុផលនៅទីនេះគឺសាមញ្ញហើយវាគឺដោយសារតែរបៀបដែលរដ្ឋបាលត្រាំបានគណនាអត្រាពន្ធរបស់ពួកគេរដ្ឋបាលត្រាំផ្អែកលើអត្រាពន្ធគយរបស់ខ្លួនជាចម្បងលើអានុភាពពាណិជ្ជកម្មទ្វេភាគីរបស់សហរដ្ឋអាមេរិកជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួនជាពិសេសរូបមន្តនេះបានយកអានុភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសមួយដោយបែងចែកវាដល់ការនាំចូលសរុបរបស់សហរដ្ឋអាមេរិកពីប្រទេសនោះហើយបន្ទាប់មកកាត់បន្ថយលទ្ធផលពាក់កណ្ដាលដើម្បីកំណត់អត្រាពន្ធដើម្បីយល់ពីបញ្ហានេះសូមទាញក្រាហ្វហើយបង្ហាញពីអានុភាពពាណិជ្ជកម្មនៃប្រទេសនីមួយៗទៅកាន់សហរដ្ឋអាមេរិកនៅទីនេះនៅលើក្រាហ្វអ្នកអាចមើលឃើញថាប្រទេសដែលបានឃើញអត្រាពន្ធខ្ពស់បំផុតមួយចំនួនគឺប្រទេសចិនវៀតណាមថៃនិងឥណ្ឌូនេស៊ីទោះបីជាប្រទេសម៉ាឡេស៊ីខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ីក៏ដោយក៏វានៅតែទាបជាងប្រទេសចិនឬវៀតណាមឆ្ងាយណាស់នេះគឺដោយសារតែប្រទេសម៉ាឡេស៊ីខណៈពេលដែលកំពុងដំណើរការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមានសមាមាត្រអានុភាពពាណិជ្ជកម្មទៅនឹងការនាំចូលទាបជាងច្រើនបើប្រៀបធៀបទៅនឹងប្រទេសដូចជាវៀតណាមឬប្រទេសចិនរូបមន្តរបស់រដ្ឋបាលត្រាំសម្រាប់ការកំណត់ពន្ធទៅវិញទៅមកគឺផ្អែកលើមិនត្រឹមតែលើទំហំនៃអតិបរមាពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែនៅលើទំហំអតិបរមាគឺតាក់ទងទៅនឹងការនាំចូលសរុបរបស់សហរដ្ឋអាមេរិកពីប្រទេសនោះ
ជាទីហោប្រសិនបើយើងគូបញ្ជាក់លេខពាណិជ្ជកម្មរបស់វៀតណាមយើងអាចមើលឃើញថាអ្វីៗវាបញ្ចប់ដោយអត្រាពន្ធខ្ពស់បំផុតមួយនៅក្រោមគោលនយោបាយរបស់រដ្ឋបាលត្រាំនៅឆ្នាំ2024សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសវៀតណាមតម្លៃប្រហែល$136,000 លានខណៈដែលការនាំចេញត្រឹមតែ$13,000 លានប៉ុណ្ណោះមានន័យថាការនាំចូលស្ទើរតែទាំងអស់ពីវៀតណាមនាំឲ្យមានអនុភាពនៅពេលដែលរដ្ឋបាលត្រាំបានកាត់បន្ថយតួលេខនោះពាក់កណ្ដាលដើម្បីគណនាអត្រាពន្ធវាបណ្ដាលឲ្យមានពន្ធ 46%ឥឡូវនេះមុនពេលយើងបញ្ចប់វីដេអូវាក៏សំខាន់ផងដែរក្នុងការដឹងពីអ្វីដែលរដ្ឋាភិបាលរបស់ម៉ាឡេស៊ីកំពុងធ្វើដើម្បីជួយសម្រាលបញ្ហាពាណិជ្ជកម្មទាំងនេះរដ្ឋាភិបាលម៉ាឡេស៊ីបានរាយការណ៍ថាពួកគេបានបង្ហាញពីចំណូលចិត្តសម្រាប់ការទូតនិងសកម្មភាពក្នុងតំបន់ដែលសម្របសម្រួលតាមរយៈអាស៊ានជាឧទាហរណ៍រដ្ឋមន្ត្រីក្រសួងវិនិយោគពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ម៉ាឡេស៊ីបាននិយាយថាប្រទេសនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសហរដ្ឋអាមេរិកដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកហើយថាក្រុមការងារត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃផលប៉ះពាល់លើវិស័យផ្សេងៗក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នម៉ាឡេស៊ីកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញមុខតំបន់រួបរวมនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីមប្រាហ៊ីមបានភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនិងវៀតណាមដើម្បីពិភាក្សាអំពីការឆ្លើយតបរួមចំពោះពន្ធរបស់សហរដ្ឋអាមេរិកប៉ុន្តែសម្រាប់ពេលនេះដោយសារអ្វីៗទាំងអស់នៅតែថ្មីមានតែពេលវេលាទេដែលនឹងប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងប៉ុន្តែទោះជាយ៉ាងណាក៏ដោយសូមអ្នកទាំងអស់គ្នាខមមិនប្រាប់ admin នៅខាងក្រោមវីដេអូថាតើប្រទេសម៉ាឡេស៊ីអាចនឹងរួចពន្ធពីសហរដ្ឋអាមេរិកចំនួន 46% ដែរឬទេអរគុណសម្រាប់ការទស្សនាវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់ទៀត